នៅពេលដែលព្រះបាទនរោត្តមសីហនុបានត្រូវអភិសេកជាព្រះមហាក្សត្រនៃប្រទេសកម្ពុជាគឺនៅថ្ងៃ31តុលាឆ្នាំ1941ព្រះអង្គមានព្រះជន្មាយុ19ព្រះវស្សាគត់ពេលព្រះអង្គនៅជាព្រះរាជកុមារព្រះរាជហោរារបស់ហ្លួងមុនីវង្សជាព្រះឯកកោបានទស្សន៍ទាយទៅឃើញថាព្រះអង្គនឹងកាន់មុខតំណែងមួយយ៉ាងធំនៅក្នុងរាជាណាចក្រប៉ុន្តែព្រះអង្គត្រូវប្រយុទ្ធនឹងសត្រូវដ៏ក្រាក់ក្រាក់ដោយកិច្ចបំផុតទំនាយនេះក៏ពំផុសប៉ុន្មានដែរព្រោះថាបន្ទាប់ពីបានប្រយុទ្ធនឹងគូប្រជែងព្រះអង្គត្រូវប្រយុទ្ធនឹងសត្រូវក្រាក់ក្រាក់តែម្ដងនៅឆ្នាំ1949នៅពេលដែលគណៈបកប្រជាធិបតេយ្យបានបាត់បង់អ្នកដឹកនាំសំខាន់ព្រះបាទនរោត្តមសីហនុចាប់ផ្ដើមទទួលជ័យជំនះជាបន្តបន្ទាប់នៅក្នុងឆាកនយោបាយក្នុងប្រទេសប៉ុន្តែគឺជ័យជំនះនេះហើយដែលបានកំណត់ជោគវាសនារបស់ប្រទេសកម្ពុជាចំពោះប្រវត្តិវិទូខ្លះគឺជាសម័យរុងរឿងដែលប្រជាកសិកររស់នៅក្នុងសុខសន្តិភាពចំពោះមតិខ្លះទៀតគឺជាសម័យដែលមហាព្យុះសង្គ្រាមមួយបានបោកបក់វក់វីទៅលើនាវាកំសត់តូចមួយដែលអណ្ដែតរសែកទៅតាមរលកដ៏ធំមហិមានៃមហាសាគរតាមការពិតទៅវាសនារបស់ប្រទេសកម្ពុជាក៏ដូចជាវាសនារបស់អ្នកដឹកនាំខ្មែរនៅពេលនោះដែរពុំអាចកាត់ផ្ដាច់ចេញពីការប្រទាញប្រទង់ពីការវិវាទរវាងប្រទេសមហាអំណាចបានទេគឺថាបើចូលទៅក្នុងធួងមហាអំណាចណាមួយនឹងត្រូវមកខាងទៀតវាយសំប៉ែតដូចតែគ្នាខ្ញុំនឹងនិយាយរៀបរាប់អំពីការប្រជែងកម្លាំងគ្នានេះជាបន្តមកទៀតនៅពេលក្រោយរជ្ជកាលព្រះបាទនរោត្តមសីហនុមានជាច្រើនដំណាក់កាលខ្ញុំបាននិយាយអំពីដំណាក់កាលទី1កាលពីសប្តាហ៍មុនរួចមកហើយនៅសប្តាហ៍នេះខ្ញុំនឹងនិយាយរៀបរាប់អំពីដំណាក់កាលបន្ទាប់មកទៀតគឺចាប់តាំងពីបារាំងវិលត្រឡប់មកកម្ពុជាវិញដើម្បីស្រួលយល់អំពីដំណាក់កាលទី2នេះខ្ញុំសូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ1948ទៅព្រះបាទនរោត្តមសីហនុត្រូវប្រយុទ្ធនឹងគូប្រជែងផងនិងគូសត្រូវផងពេលខ្លះគូប្រជែងคล้ายទៅជាគូសត្រូវហើយសត្រូវคล้ายទៅជាសម្ព័ន្ធមិត្តគូប្រជែងខ្លះបានបាត់បង់ជីវិតនៅក្នុងវីរភាពខ្លះទៀតសុខចិត្តជ្រកកោនក្រោមបារមីរបស់ព្រះអង្គហើយខ្លះទៀតបាត់បង់ទ្រព្យសម្បត្តិកិត្តិយសអស់គ្មានសល់នៅក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមកនេះក្រោមការដឹកនាំរបស់ព្រះបាទនរោត្តមសីហនុក៏ដូចជាក្រោមការដឹកនាំរបស់តួអង្គនយោបាយនានាឯទៀតដែរប្រទេសកម្ពុជាបានប្រយុទ្ធទាមទារឯករាជ្យយ៉ាងស្វិតស្វាញហើយក្រោយមកត្រូវប្រទេសមហាយៈនានាប្រទាញប្រទង់ដោយឥតអាសូរយោងទៅតាមមតិខ្លះសោកនាដកម្មរបស់ខ្មែរគឺបណ្ដាលមកពីការដែលមហាយៈទាំងឡាយនោះបានយកតំបន់ឥណ្ឌូចិនទាំងមូលទៅធ្វើជារៀនប្រយុទ្ធដណ្ដើមឥទ្ធិពលគ្នាតែម្ដងរីឯប្រទេសកម្ពុជាក៏ធ្វើការទាមទារឯករាជ្យរបស់ខ្លួននៅពេលព្យុះសង្គ្រាមនោះដែរគឺនៅពេលមួយដែលនៅក្នុងពិភពលោកទាំងមូលប្រទេសដែលត្រូវគេធ្វើអាណានិគមកិច្ចបាននាំគ្នាងើបឡើងប្រឆាំងនឹងពួកអាណានិគមនិយមតទៅនេះខ្ញុំសូមជូននៅទស្សនវិជ្ជាខ្លះៗនៃការតស៊ូដ៏សម្បើមអស្ចារ្យនោះដែលមានលក្ខណៈយ៉ាងស្មុគស្មាញព្រោះតែវរជនខ្មែរអ្នកស្នេហាជាតិបានកំណត់យុទ្ធសាស្ត្រនិងបានជ្រើសរើសយកមនោគមវិជ្ជាជាបង្អែកខុសៗពីគ្នានៅថ្ងៃទី6និង9សីហាឆ្នាំ1945បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូទៅលើអ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគីគឺ4ឆ្នាំក្រោយសោកនាដកម្មនៅពីលហាបឺកងទ័ពជប៉ុនត្រូវដកថយចេញពីតំបន់ដែលគេបានសាកល្បងកាន់កាប់បារាំងក៏បានវិលមកឥណ្ឌូចិនវិញនៅថ្ងៃ15តុលាឆ្នាំដដែលឧត្តមសេនីយ៍លឺក្លែរបានបញ្ជាឲ្យចាប់លោកស៊ិនង៉ូខាន់ហើយបញ្ជូនទៅដាក់ពន្ធនាគារនៅប្រទេសបារាំងព្រះបាទនរោត្តមសីហនុដែលបានទៅសាងព្រះភ្នោះនៅវត្តបទុមបានត្រូវបារាំងមកទទួលយកឲ្យយាងត្រឡប់ទៅព្រះបរមរាជវាំងវិញ
បន្ទាប់ពីបានជួបសន្ទនាជាមួយស្នងការទី1នៃសាធារណរដ្ឋបារាំងគឺវរៈសេនីយ៍ឯកព្រះបាទនរោត្តមសីហនុបានតែងតាំងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េតជាព្រះបេតុឲ្យធ្វើជានាយករដ្ឋមន្ត្រីហើយក៏បន្តការកសាងវាសនាប្រទេសកម្ពុជាជាមួយបារាំងសាជាថ្មីទៀតប៉ុន្តែដោយឈរនៅមូលដ្ឋានថ្មីដែលគេហៅថា modus vivendi គឺកិច្ចសន្យាមួយជាបណ្ដោះអាសន្នសិនដែលខ្មែរនិងបារាំងត្រូវអត់ឱនឲ្យគ្នាទៅវិញទៅមកសិនទម្រាំរកដំណោះស្រាយឃើញនៅឆ្នាំបន្ទាប់មកគឺនៅថ្ងៃ7មករាឆ្នាំ1946អ្នកតំណាងខាងខ្មែរនិងបារាំងបានចុះហត្ថលេខាទៅកិច្ចសន្យាបណ្ដោះអាសន្ននោះរដ្ឋាភិបាលដែលដឹកនាំដោយព្រះអង្គម្ចាស់ មុនីរ៉េតនៅពេលនោះមានសមាជិកភាពដូចតទៅព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្សទទួលបន្ទុកខាងអប់រំជាតិនិងកិច្ចការក្រៅប្រទេសលោកញឹកជឿងខាងហេរញ្ញវត្ថុលោកស៊ុំហៀងធម្មការនិងវិចិត្រសិល្បៈលោកខឹមតិតដែលជាអតីតរដ្ឋមន្ត្រីការពារប្រទេសរបស់លោកស៊ិនង៉ុកថាន់ហើយដែលក្រោយមកបានតាមឧត្តមសេនីយ៍លើក្រាកតាំងពីទីក្រុងសៃហ្គនមកបានត្រូវតែងតាំងជារដ្ឋមន្ត្រីសុខាភិបាលនិងសាធារណការលោកច័ន្ទៈខាងយុទ្ធធរហើយលោកវ៉ាកាមែលទទួលបន្ទុកខាងសេដ្ឋកិច្ចនៅពេលដែលប្រទេសវៀតណាមប្រយុទ្ធតស៊ូរំដោះចេញពីបារាំងតាមផ្លូវអាវុធដោយមានការគាំទ្រពីបកកុម្មុយនីសអន្តរជាតិជាបន្តបន្ទាប់ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងធ្វើការតស៊ូទាមទារឯករាជ្យរបស់ខ្លួនយ៉ាងសកម្មណាស់ដែរប៉ុន្តែដោយមធ្យោបាយផ្ទាល់ខ្លួនសុទ្ធសាធនៅខណៈនោះនៅប្រទេសបារាំងបញ្ញវន្តខ្មែរមួយចំនួនក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់យុទ្ធទេវង្សក៏នាំគ្នាគិតគូរយ៉ាងខ្លាំងក្លាអំពីបញ្ហាឯករាជ្យនេះដែរបញ្ញវន្តដែលគេស្គាល់ឈ្មោះជាងគេនៅពេលនោះមានជាអាចលោកឈៀនវ៉មលោកថុនអុកលោកងិនការ៉េតបញ្ញវន្តទាំងនោះនឹងដើរតួនាទីមួយយ៉ាងសំខាន់នៅក្នុងឆាកនយោបាយខ្មែរនៅចន្លោះឆ្នាំ1946-1949ជាពិសេសនៅក្នុងការពង្រឹងយុទ្ធសាស្ត្ររបស់គណៈបកប្រជាធិបតេយ្យដែលបានចាប់បដិសន្ធិនៅកម្ពុជានៅខែមិនិនាឆ្នាំ1946សូមបញ្ជាក់ថានៅពេលក្រោយនោះបន្តិចព្រះអង្គម្ចាស់យុទ្ធទេវង្សបានយាងត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីជួយពង្រឹងជំហរគណៈបកប្រជាធិបតេយ្យខ្ញុំនឹងនិយាយរៀបរាប់អំពីការកកើតឡើងនិងអំពីសកម្មភាពរបស់គណៈបកនេះនៅពេលក្រោយជាបន្តបន្ទាប់ប៉ុន្តែមុននឹងឈានទៅដល់ដំណាក់កាលនោះខ្ញុំសូមបញ្ជាក់ថាបន្ទាប់ពីការចុះហត្ថលេខាទៅលើកិច្ចសន្យាបណ្ដោះអាសន្នរវាងបារាំងនិងខ្មែរនៅថ្ងៃ7មករាឆ្នាំ1946ប្រទេសកម្ពុជាបានរៀបចំស្ថាប័ននយោបាយថ្មីមួយដែលបើកឲ្យមានការបោះឆ្នោតជ្រើសតាំងសមាជិកសភាពិគ្រោះមួយដែលមានភារកិច្ចរៀបចំរដ្ឋធម្មនុញ្ញការបោះឆ្នោតបានប្រព្រឹត្តទៅនៅថ្ងៃ1កញ្ញាឆ្នាំ1946ហើយគណៈបកប្រជាធិបតេយ្យបានទទួលជ័យជំនះយ៉ាងត្រចះត្រចង់ដោយអស់ពេលវេលាខ្ញុំសូមស្ទះត្រឹមនេះសិនចុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងនិយាយរៀបរាប់អំពីដំណើរទាមទារឯករាជ្យព្រមទាំងសកម្មភាពរបស់គណៈបកប្រជាធិបតេយ្យបន្តទៅទៀត